ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះអ្នកគ្រូនឹងមកបង្ហាញពីមេរៀនតម្រូវប្រាសាទចាតោះអញ្ចឹងនៅក្នុងមេរៀននេះគឺយើងនិយាយអំពីតម្រូវប្រាសាទឬក៏ប្រព័ន្ធប្រាសាទរបស់សត្វឆ្អឹងកងនិងសត្វឥតឆ្អឹងកងទាំងអស់គ្នាណានេះគឺជារូបរបស់កោសិកាប្រាសាទដែលមាននៅពាសពេញសត្វរាងកាយរបស់យើងតោះឥឡូវយើងកុំឲ្យខាតពេកយើងចូលទៅដឹងអឺថាអីគេទៅសត្វឆ្អឹងកងអីគេទៅសត្វឥតឆ្អឹងកងព្រោះយើងនឹងសិក្សាពីតម្រូវប្រាសាទរបស់សត្វទាំងពីរក្រុមនេះតែម្ដងចាសត្វឆ្អឹងកងគឺជាសត្វដែលមានឆ្អឹងកងខ្នងចាឧទាហរណ៍ដូចជាត្រីកង្កែបថនិកសត្វនិងល្មូនដល់ពេលសត្វឥតឆ្អឹងកងដូចគឺជាសត្វដែលអឺគ្មានឆ្អឹងកងខ្នងណាឧទាហរណ៍ដូចជាចលៀនកដោភេប្រូទីឆ្អឹងកងខ្នងគឺឆ្អឹងយើងដើម្បីពុតឲ្យយើងអោនចុះក្រោមនិងងើបឈรงើបអង្គុយអីត្រង់ហ្នឹងគេហៅឆ្អឹងខ្នងទាំងគ្នាអូខេនេះគឺជាសត្វដែលមានឆ្អឹងកងខ្នងចានៅពីខាងក្រៅបែបនេះនេះគឺជាសត្វដែលគ្មានឆ្អឹងកងខ្នងណាអូខេឥឡូវយើងចូលទៅបន្តទៀតយើងទៅដឹងពីប្រព័ន្ធប្រាសាទរបស់សត្វឥតឆ្អឹងកងមុនចាមានដូចជាសត្វប្រូទីសអ៊ីតចលៀននិងកដោបដែលលើកមកធ្វើការសិក្សាពីប្រព័ន្ធប្រាសាទរបស់វាហើយមិនមែនមានន័យថាទាំង4សត្វហ្នឹងគឺវាមានតែប៉ុនជាសត្វឥតឆ្អឹងកងតែមានតែ4ហ្នឹងទេណាវាមានច្រើនទៀតគ្រាន់តែថាប្រព័ន្ធប្រាសាទរបស់វាគឺមានតែ4ហ្នឹងដើម្បីយកមកធ្វើការអឺតាងឲ្យប្រភេទសត្វឥតឆ្អឹងកងផ្សេងទៀតតែយកមកមើលពពួកប្រូទីសចុងប្រូទីសគឺវាគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេប៉ុន្តែវាមានលទ្ធភាពឆ្លើយតបនឹងរំញោចតាមរបៀបសម្របសម្រួលរបស់វាអញ្ចឹងមានន័យថាវាប្រព័ន្ធប្រសាទរបស់វាគឺអត់ដឹងថាវាមានអីវាមានខួរក្បាលឬក៏វាមានអីសម្រាប់បង្ហាញថាវាជាប្រព័ន្ធប្រសាទទេប៉ុន្តែវាមានលទ្ធភាពក្នុងការឆ្លើយតបរំញោចតាមរបៀបសម្របសម្រួលដោយការប៉ះទង្គិចដោយការភ្ញូចចាអ្វីមួយនៅលើសត្វរាងកាយរបស់វាមួយទៀតគឺយើងនិយាយពីអ៊ីតនេះអ៊ីតទាំងអស់គ្នាចាអ៊ីតប្រព័ន្ធប្រសាទមានលក្ខណៈជាបណ្ដាញប្រសាទដែលនៅពីពេញសារពាង្គកាយរបស់វាចានៅពីពេញសារពាង្គកាយរបស់វាតែម្ដងមានលក្ខណៈជាសរសៃគេហៅថាបណ្ដាញប្រសាទនឹងឯងប៉ុន្តែវាគ្មានមជ្ឈមណ្ឌលប្រសាទទេមជ្ឈមណ្ឌលប្រសាទសម្រាប់សម្របសម្រួលអង្គផ្លូវប្រសាទទេនៅពេលដែលផ្នែកណាមួយទទួលរំញោចនោះអង្គផ្លូវប្រសាទបានផ្សាយពីពេញសារពាង្គកាយហើយដំណប់បង្ហាញពីការសម្របសម្រួលចាបើសិនជាមានការទទួលព័ត៌មានឬក៏ទទួលរំញោចពីសត្រូវអាហ្នឹងគឺវារត់គេចបើសិនជាចំណីគឺវាចាប់យកដាក់ចូលក្នុងមាត់អញ្ចឹងណាក្នុងការប៉ះទង្គិចនៅលើសារពាង្គកាយរបស់វាមួយទៀតគឺចន្លេនចាចន្លេនប្រព័ន្ធប្រសាទរបស់ចន្លេនរួមមានមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទពេញលេញហើយចន្លេនតែគ្រាន់តែថាខួរក្បាលរបស់ចន្លេនគឺវាមានលក្ខណៈលូតលាស់មិនសូវល្អទេឥឡូវយើងនិយាយពីមជ្ឈមណ្ឌលប្រសាទសម្រាប់មជ្ឈមណ្ឌលប្រសាទរបស់ចន្លេនគឺវាមានខួរក្បាលដែលភ្ជាប់ជាមួយនឹងសរសៃប្រសាទពុះមួយគូចាដែលសរសៃប្រសាទនេះរីកធំតាមកង់នីមួយៗហៅថាកង់ឃ្លីយ៉ុងនៅខាងក្រោមពោះរបស់វាណាអញ្ចឹងភ្ជាប់ពីខួរក្បាលមកតាមក្រោមនេះមកគឺគេហៅថាជាកង់ឃ្លីយ៉ុងរបស់វាអញ្ចឹងមួយគូមានមួយកង់មានមួយគូណាចាអូខេមួយទៀតគឺបរិមណ្ឌលប្រសាទសម្រាប់បរិមណ្ឌលប្រសាទរបស់ចលែនគឺជាសរសៃប្រសាទពោះចំហៀងនឹងឯងណាសរសៃប្រសាទចំហៀងចាដែលតភ្ជាប់ពីកង់ឃ្លីយ៉ុងមួយគូហ្នឹងទៅតាមបណ្ដោយខ្លួនរបស់វាទៅខាងលើចាមួយទៀតគឺនិយាយពីកដោសម្រាប់កដោប្រព័ន្ធប្រសាទរបស់វាគឺស្តៀងនឹងចលែនដែរវាមានខួរក្បាលវាមានសរសៃប្រសាទពោះមួយគូដូចគ្នាវាមានកង់ឃ្លីយ៉ុងអីដែលស្ថិតនៅតាមបណ្ដោយពោះនឹងដូចគ្នាចាប៉ុន្តែគ្រាន់តែថាកដោបគឺវាមានសរីរាង្គវិញ្ញាណច្រើនជាងឧទាហរណ៍វាមានពុកសម្រាប់ចង្អុលបង្ហាញពីទិសដៅនៃការហោះហើររបស់វាមានភ្នែកវាមានអណ្ដាតអីចឹងទៅទាំងអស់គ្នាណាចាហ្នឹងហើយអូខេតោះឥឡូវយើងបន្តទៀតយើងចូលមកសំណួរទី3តើរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានមូលដ្ឋានគ្រឹះអ្វីខ្លះអញ្ចឹងសម្រាប់រូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងវាមានមូលដ្ឋានគ្រឹះ3គឺមជ្ឈមណ្ឌលប្រសាទសរសៃប្រសាទនាំព័ត៌មានទៅខួរក្បាលនិងសរសៃប្រសាទទទួលបញ្ជាពីខួរក្បាលមកវិញអញ្ចឹងបើយើងនិយាយពីមជ្ឈមណ្ឌលប្រសាទយើងដឹងហើយថាវាមានខួរក្បាលនិងខួរឆ្អឹងខ្នងហើយសរសៃប្រសាទនេះគឺត្រូវមាន2គឺមួយគឺនាំ
ព័ត៌មានទៅខួរក្បាលមួយទៀតគឺទទួលបញ្ជាពីខួរក្បាលមកវិញសម្រាប់សំណួរលេខ4ចូលពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងអញ្ចឹងសម្រាប់រូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងគឺវាចែកចេញជា2ទេគឺទី1មជ្ឈមណ្ឌលប្រសាទទី2គឺបរិមណ្ឌលប្រសាទសម្រាប់មជ្ឈមណ្ឌលប្រសាទគឺរួមមានខួរក្បាលនិងខួរឆ្អឹងខ្នងនឹងឯងដែលជាកន្លែងទទួលនិងបកស្រាយព័ត៌មានចាហើយបរិមណ្ឌលប្រសាទគឺមានសរសៃប្រសាទវិញ្ញាណនាំនិងសរសៃប្រសាទចលករចាដែលសរសៃប្រសាទវិញ្ញាណនាំមានសរីរាង្គទាំង5សរីរាង្គវិញ្ញាណទាំង5ដែលទទួលរំញោចចានិងបញ្ជូនព័ត៌មានទៅកាន់មជ្ឈមណ្ឌលប្រសាទអញ្ចឹងមានន័យថាកន្លែងដែលសរសៃប្រសាទវិញ្ញាណនាំវាស្ថិតនៅគឺវាស្ថិតនៅលើសរីរាង្គវិញ្ញាណទាំង5សម្រាប់ទទួលរំញោចចាសរីរាង្គទាំង5នោះមានដូចជាគេខ្លះចាភ្នែកច្រមុះអណ្ដាតកាជៀកស្បែកអញ្ចឹងទៅណាចាអញ្ចឹងនៅពេលដែលសរីរាង្គណាមួយវាទទួលរំញោចនោះសរសៃប្រសាទវិញ្ញាណនាំនឹងបញ្ជូនអារំញោចហ្នឹងទៅកាន់មជ្ឈមណ្ឌលប្រសាទចាដែលជាខួរឆ្អឹងខ្នងនិងខួរក្បាលសម្រាប់សរសៃប្រសាទចលករវិញគឺត្រូវបានចែកចេញជា3ប្រព័ន្ធទៀតគឺប្រព័ន្ធប្រសាទឆន្ទៈចាដែលបញ្ជាសាច់ដុំជាប់ឆ្អឹងអញ្ចឹងមានន័យថាសរសៃប្រសាទចលករនៅពេលដែលវាទទួលព័ត៌មានពីខួរក្បាលមកហើយគឺវាត្រូវបញ្ជូនទៅកាន់ផ្នែកដែលត្រឹមត្រូវសម្រាប់ឆ្លើយតបព័ត៌មានអញ្ចឹងផ្នែកដែលត្រឹមត្រូវគឺវាមានដូចជាការគ្រប់គ្រងដោយប្រព័ន្ធប្រសាទឆន្ទៈដែលបញ្ជាសាច់ដុំជាប់ឆ្អឹងក្នុងការឆ្លើយតបព័ត៌មានដែលបញ្ជាពីខួរក្បាលមកវិញមួយទៀតគឺសរសៃប្រសាទអឆន្ទៈដែលភ្ញួរកពេញនិងបញ្ជាសាច់ដុំនៃសរីរាង្គក្នុងចាគឺជាការបញ្ជូនព័ត៌មានទៅឲ្យសរីរាង្គខាងក្នុងនៃសារពាង្គកាយរបស់យើងមួយទៀតគឺប្រព័ន្ធអង់ដូគ្រីនដែលភ្ញួរក្រពេញឲ្យផលិតអរម៉ូនអញ្ចឹងសរសៃប្រសាទចលករនេះគឺវាពំនាំនៅព័ត៌មានដែលបញ្ជូនពីមជ្ឈមណ្ឌលប្រសាទទៅកាន់ផ្នែកផ្សេងនៃសារពាង្គកាយរបស់យើងក៏ដូចជាសាច់ដុំជាប់ឆ្អឹងដូចជាក្រពេញដូចជាការបញ្ចេញអរម៉ូននឹងជាដើមណាអូខេតាមបន្តទៀតយើងចាអូខេអានេះតើប្រព័ន្ធប្រសាទមនុស្សមាននីតិដូចម្ដេចចាអញ្ចឹងយើងដឹងហើយថាប្រព័ន្ធប្រសាទរបស់យើងដើម្បីយើងនិយាយយើងអាចមើលយើងអាចស្ដាប់ឮបានគឺត្រូវតែមានការចូលរួមដូចជាសរីរាង្គវិញ្ញាណដូចជាខួរក្បាលនិងសរីរាង្គចលករឬក៏គេហៅថាសរីរាង្គប្រតិកម្មនឹងឯងប៉ុន្តែតើដំណើរការនៃការបញ្ជូនព័ត៌មានចូលទៅពីសរីរាង្គវិញ្ញាណទៅកាន់ខួរក្បាលរហូតមកសរីរាង្គប្រតិកម្មវិញតើវាមានដំណើរការនិងនីតិយ៉ាងដូចម្ដេចចាអញ្ចឹងទី1គឺសម្រាប់ប្រព័ន្ធប្រសាទគឺវាមាននីតិក្នុងការទទួលព័ត៌មានអញ្ចឹងក្នុងការទទួលព័ត៌មានគឺយើងអាចដឹងពីអ្វីៗដែលកើតឡើងនៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើងដោយសារតែប្រព័ន្ធប្រសាទអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងទទួលព័ត៌មាននៃការមើលឃើញតាមរយៈភ្នែកអញ្ចឹងយើងចាប់ផ្ដើមបញ្ជូនទៅកាន់ខួរក្បាលដើម្បីឲ្យខួរក្បាលយើងដឹងថាភ្នែករបស់យើងបញ្ជូនព័ត៌មានទៅវាទទួលបានព័ត៌មានពីភ្នែកចាមួយទៀតគឺឆ្លើយតបនឹងព័ត៌មានក្នុងការឆ្លើយតបព័ត៌មាននេះពេលដែលយើងដឹងទៅដល់ខួរក្បាលហើយខួរក្បាលទទួលព័ត៌មានហើយខួរក្បាលគឺចាប់ផ្ដើមទៅឆ្លើយតបដោយការបកស្រាយថាព័ត៌មានហ្នឹងគឺជាព័ត៌មានអីអញ្ចឹងនៅពេលដែលយើងទទួលសញ្ញាឬក៏ការប្រែប្រួលណាមួយក្នុងមជ្ឈដ្ឋានខាងក្រៅដែលធ្វើឲ្យសារពាង្គកាយមានប្រតិកម្មតបនឹងសញ្ញាឬការប្រែប្រួលនោះចាអញ្ចឹងពេលដែលយើងទទួលបានព័ត៌មានហើយគឺយើងចាប់ផ្ដើមធ្វើការឆ្លើយតបឲ្យបានសមស្របចាទទួលព័ត៌មានហើយគឺយើងចាប់ផ្ដើមធ្វើការឆ្លើយតបក្នុងការដឹងថាព័ត៌មានដែលយើងកំពុងទទួលបានគឺជាព័ត៌មានអីចាមួយទៀតដំហែរក្សាថេរលំនឹងចាដំហែរក្សាថេរលំនឹងនេះគឺប្រព័ន្ធប្រសាទជួយថែរក្សាលំនឹងឲ្យដោយបញ្ជាឲ្យសារពាង្គកាយឆ្លើយតបបានសមស្របទៅនឹងព័ត៌មានដែលទទួលបានអញ្ចឹងឧទាហរណ៍ថាភ្នែករបស់យើងទទួលព័ត៌មាននៃការមើលឃើញដបទឹកមួយអញ្ចឹងខួរក្បាលរបស់យើងចាប់ផ្ដើមប្រាប់ចាឆ្លើយតបថាយើងមើលឃើញដបទឹកហើយបន្ទាប់មកខួរក្បាលចាប់ផ្ដើមបញ្ជូនព័ត៌មានហ្នឹងទៅកាន់សរីរាង្គប្រតិកម្មដើម្បីឲ្យប្រតិកម្មហ្នឹងសរីរាង្គប្រតិកម្មឆ្លើយតបនៃការថាតើយើងត្រូវយកដបទឹកហ្នឹងយកមកញ៉ាំឬក៏យកទៅទុកកន្លែងណាអីចឹងណាហ្នឹងហើយឆ្លើយតបតាមស្របទៅនឹងព័ត៌មានដែលយើងទទួលបានឧទាហរណ៍មួយទៀតដូចទៅពេលដែលយើង
ចានៅពេលដែលទូរស័ព្ទរោអញ្ចឹងយើងឃើញទូរស័ព្ទរោនោះយើងបញ្ជូនព័ត៌មានទូរស័ព្ទរោទៅកាន់គ្រូក្បាលក៏ឆ្លើយតបប្រាប់ថាទូរស័ព្ទកំពុងរោហើយពេលដែលដំហែរក្សាលំនឹងគឺគ្រូក្បាលចាប់ផ្ដើមបញ្ជាទៅកាន់ស្រីរៀងប្រតិកម្មដើម្បីប្រាប់ថាតើយើងត្រូវតែលើកទូរស័ព្ទហ្នឹងឬក៏អត់អញ្ចឹងណាចាបើការឆ្លើយតបក្នុងការលើកគឺយើងលើកទៅបើអត់ទេគឺយើងចុចបិទអីចឹងទៅអូខេតាអានេះគឺជានីតិរបស់ប្រព័ន្ធប្រសាទមនុស្សចាមួយទៀតគឺយើងប្រៀបធៀបសត្វឆ្អឹងកងនិងសត្វឥតឆ្អឹងកងទាំងអស់គ្នាណាមកយើងមកមើលលក្ខណៈដូចសម្រាប់ប្រព័ន្ធប្រសាទឲ្យតែប្រព័ន្ធប្រសាទគឺនីតិរបស់វាដូចគ្នាគឺទទួលបកស្រាយនិងឆ្លើយតបនឹងឯងសម្រាប់លក្ខណៈខសត្វឥតឆ្អឹងកងមានសរីរាង្គវិញ្ញាណតិចដូចជាកដោបហើយចលែនខួរក្បាលមានទំហំតូចនិងមានលក្ខណៈសាមញ្ញចានិងគ្មានអត្តកោខួរនិងខួរតូចទេសម្រាប់សត្វឆ្អឹងកងមានសរីរាង្គវិញ្ញាណច្រើនខួរក្បាលមានទំហំធំនិងមានលក្ខណៈស្មុគស្មាញជាពិសេសពួកថនិកសត្វនឹងឯងវាមានអត្តកោខួរប៉ុន្តែខ្លះធំខ្លះតូចចាអូខេនេះគឺជាលក្ខណៈនៃការប្រៀបធៀបរបស់សត្វឆ្អឹងកងនិងសត្វឥតឆ្អឹងកងតើយើងមកមើលទៀតយើងដល់កោសិកាប្រសាទហើយយើងមកដឹងពីនឺរ៉ូនចាដូចទៅដែលហៅថានឺរ៉ូនអញ្ចឹងនឺរ៉ូនគឺជាកោសិកាឯកទេសដែលមាននីតិបញ្ជូនអង្គផ្លុតប្រសាទក្នុងប្រព័ន្ធប្រសាទហើយយើងមកដឹងទៀតថាអីគេទៅអង្គផ្លុតប្រសាទចាហើយអង្គផ្លុតប្រសាទមានទិសដៅដូចម្ដេចក្នុងនឺរ៉ូននីមួយៗវាមានល្បឿនប៉ុន្មានព្រោះដោយសារតែនឺរ៉ូនហ្នឹងគឺវាដឹកនាំអង្គផ្លុតប្រសាទអញ្ចឹងអីគេទៅអង្គផ្លុតប្រសាទហើយអង្គផ្លុតប្រសាទធ្វើដំណើរតាមទិសដៅយ៉ាងដូចម្ដេចក្នុងនឺរ៉ូនអូខេអញ្ចឹងអង្គផ្លុតប្រសាទគឺជាព័ត៌មានដែលដឹកនាំតាមបណ្ដោយនឺរ៉ូនហើយអង្គផ្លុតប្រសាទមានទិសដៅពីដង់ទ្រីតទៅតួកោសិកាចាពីនេះគឺជាដង់ទ្រីតទៅតួកោសិកាចុះតាមអាក់សូនរហូតដល់ចុងអាក់សូនគឺវាធ្វើដំណើរពីដង់ទ្រីតមករហូតអញ្ចឹងណាទាំងអស់គ្នាហើយល្បឿននៃការធ្វើដំណើរឆ្លងកាត់នឺរ៉ូននីមួយៗគឺមាន120ម៉ែត្រក្នុង1វិនាទីអញ្ចឹងនេះគឺជាល្បឿនដែលលឿនណាទាំងអស់គ្នាចាហើយបើយឺតគឺ30ម៉ែត្រក្នុង1វិនាទីទាំងអស់គ្នាអូខេយើងបន្តមកទៀតកោសិកាប្រសាទឬក៏នឺរ៉ូនហ្នឹងមានប្រមាណផ្នែកសំខាន់ចូលព័ន្ធនេះអញ្ចឹងកោសិកាប្រសាទឬក៏នឺរ៉ូនមាន3ផ្នែកគឺយើងនិយាយពីតួកោសិកាដែលនៅចំកណ្ដាលវាមានលក្ខណៈធំហើយនៅក្នុងហ្នឹងគឺវាមានផ្ទុកនវាយោមីតូកុងទ្រីប្រដាប់កស៊ីសារធាតុនេះនិងនឺរ៉ូភីព្រីអញ្ចឹងសារធាតុទាំងអស់ហ្នឹងគឺវាជួយឲ្យនឺរ៉ូនហ្នឹងគឺវាមានសកម្មចាមានសកម្មក្នុងការបញ្ជូនព័ត៌មានចាហើយតួកោសិកាហ្នឹងគឺបែកចេញជាសរសៃឆ្មាគឺមានដង់ទ្រីតនិងអាក់សូនចាសម្រាប់អាក់សូនជាពន្លយដែលចេញពីតួកោសិកាហើយមានទម្រង់ជាដង់ទ្រីតប៉ុន្តែអាក់សូនមានតែមួយធំហើយវែងណាហើយដង់ទ្រីតជាសរសៃឆ្មាហើយខ្លីចានេះដង់ទ្រីតណាដែលបែកចេញពីតួកោសិកាវាមាននីតិក្នុងការដឹកនាំអង្គផ្លុតប្រសាទនិងបញ្ជូនទៅកាន់តួកោសិកានឺរ៉ូននិងទទួលព័ត៌មានពីនឺរ៉ូនផ្សេងទៀតចាព្រោះដោយសារតែដង់ទ្រីតហ្នឹងគឺវាភ្ជាប់ជាមួយទៅនឹងនឺរ៉ូនមួយផ្សេងទៀតព្រោះនេះយើងមើលឃើញតែមួយឯងតែក៏ពិតនឺរ៉ូនវាភ្ជាប់គ្នាឆ្មេតាមពីមួយទៅមួយអញ្ចឹងណាអូខេយើងមកបន្តទៀតទាំងអស់គ្នាយើងនិយាយពីដែលផ្អែកលើភាពបន្លយស៊ីតូផ្លាសគេចែកនឺរ៉ូនជាប៉ុន្មានចាសម្រាប់ផ្អែកតាមបន្លយការបន្លយនេះមានន័យថាការលើយដើម្បីឲ្យចេញជារូបរាងរបស់នឺរ៉ូនមួយណាអញ្ចឹងផ្អែកតាមភាពបន្លយស៊ីតូផ្លាសគឺគេចែកនឺរ៉ូនជា3ចាគឺនឺរ៉ូនឯកពល នឺរ៉ូនទ្វេពលនិងនឺរ៉ូនពហុពលសម្រាប់នឺរ៉ូនឯកពលគឺនឺរ៉ូនមានពន្លឺខ្លីបែកចេញពីតួកោសិកានឺរ៉ូននេះឯកពលណាសម្រាប់នឺរ៉ូនទ្វេពលគឺតួកោសិកាមានពន្លឺស្របគ្នា2ចាដែលលើយចេញពីតួកោសិកាហ្នឹងមួយជាដង់ទ្រីតមួយទៀតជាអាក់សូនហើយនឺរ៉ូនពហុពលគឺនឺរ៉ូនដែលតួកោសិកាមានពន្លឺចេញមកច្រើនគឺដង់ទ្រីតមានច្រើននិងអាក់សូនមានតែមួយធំហើយវែងលើចេញខាងក្រោមនេះគឺជាចុងអាក់សូនទាំងអស់គ្នាអូខេយើងមកមើលមួយទៀតនេះចុចថយក្រោយអញ្ចឹង
ចាយើងមកនិយាយមួយទៀតគឺគេនិយាយដោយផ្អែកលើភាពបន្លយដោយផ្អែកលើនីតិចាដោយផ្អែកលើនីតិចាដោយផ្អែកទៅលើនីតិតើគេចែកនឺរ៉ូនជាប៉ុន្មានចានេះនឺរ៉ូនទាំង3នោះវាមាននីតិផ្សេងគ្នាទាំងអស់គ្នាចាគឺគេចែកចេញជា3ដូចគ្នាប៉ុន្តែវាជានឺរ៉ូនវិញ្ញាណនាំនឺរ៉ូនចលករនិងនឺរ៉ូនភ្ជាប់នឺរ៉ូនវិញ្ញាណនាំស្ថិតនៅតាមបណ្ដោយសរសៃប្រសាទវាមាននីតិដឹកនាំព័ត៌មានពីធ្មូលវិញ្ញាណនេះនឺរ៉ូនវិញ្ញាណនាំជំទោសនេះនឺរ៉ូនវិញ្ញាណនាំចានេះវាស្ថិតនៅតាមបណ្ដោយនៃសរសៃប្រសាទវាមាននីតិដឹកនាំព័ត៌មានពីធ្មូលវិញ្ញាណព្រោះវាភ្ជាប់លើធ្មូលវិញ្ញាណណាកន្លែងដែលមានធ្មូលវិញ្ញាណគឺសិតតែជានឺរ៉ូនវិញ្ញាណនាំហើយទៅកាន់មជ្ឈមណ្ឌលប្រសាទចាអញ្ចឹងវាបញ្ជូនព័ត៌មានពីធ្មូលវិញ្ញាណរបស់យើងដូចជាសាច់ស្បែករបស់យើងហ្នឹងណាចាភ្នែកច្រមុះអីចឹងទៅចាវាភ្ជាប់ជាមួយធ្មូលវិញ្ញាណហ្នឹងហើយនៅពេលដែលយើងមានការរំញោចអីមួយគឺវានឹងបញ្ជូនរំញោចនោះទៅកាន់មជ្ឈមណ្ឌលប្រសាទមួយទៀតសម្រាប់នឺរ៉ូនចលករនេះនឺរ៉ូនចលករតួកោសិកាប្រសាទគឺស្ថិតនៅចុងនៃនឺរ៉ូនដែលកប់ជ្រៅនៅក្នុងខួរក្បាលនិងឬខួរឆ្អឹងខ្នងវាមាននីតិដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គសាច់ដុំចាឬក៏ក្រពេញសរីរាង្គប្រតិកម្មចាហ្នឹងគឺឆ្លើយតបមកវិញនឺរ៉ូនវិញ្ញាណនាំវាជាអ្នកបញ្ជូនទៅកាន់ខួរក្បាលហើយនៅពេលដែលខួរក្បាលបកស្រាយគឺបញ្ជូនមកកាន់នឺរ៉ូនចលករវិញដើម្បីឲ្យបញ្ជូនទៅកាន់សរីរាង្គប្រតិកម្មនឺរ៉ូនភ្ជាប់ឬក៏អន្តរនឺរ៉ូនស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រសាទវាមាននីតិបញ្ជូនបន្តនៅព័ត៌មានវាភ្ជាប់ពីនឺរ៉ូនមួយទៅនឺរ៉ូនមួយទៀតអញ្ចឹងនឺរ៉ូនភ្ជាប់នេះគឺវាគ្រាន់តែជាអ្នកបញ្ជូនសញ្ញាបន្តពីនឺរ៉ូនវិញ្ញាណនាំទៅកាន់នឺរ៉ូនចលករតែប៉ុណ្ណោះព្រោះវាភ្ជាប់ពីនឺរ៉ូនវិញ្ញាណនាំទៅនឺរ៉ូនចលករហើយវាកប់ជ្រៅនៅក្នុងមជ្ឈមណ្ឌលប្រសាទដូចគ្នាទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូបញ្ចប់តាមប៉ុណ្នេះសិនយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តសំណួរយើងទៀតណាបងប្អូនទាំងអស់គ្នា